វីតាមីន2ប្រភេទនេះញ៉ាំជាប់ធ្វើឲ្យប៉ះពាល់តម្រងនោមលើឈាមនិងប៉ះពាល់ដល់ក្រពះពោះវៀនផងដែរជាការពិតណាស់ការទទួលទានវីតាមីនសម្រាប់ជំនួយដល់សុខភាពគឺសំខាន់ខ្លាំងណាស់ក៏ប៉ុន្តែការញ៉ាំប្រភេទវីតាមីនលើសកំណត់អាចបង្កផលប៉ះពាល់ដល់សុខភាពរបស់លោកអ្នកដូចគ្នាអាស្រ័យហេតុនេះហើយកុំញ៉ាំប្រភេទវីតាមីន2នេះលើសកំណត់បើមិនចង់ឲ្យគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកនៅពេលក្រោយនៅក្នុងថ្ងៃនេះយើងខ្ញុំនឹងចែករំលែកពីផលប៉ះពាល់របស់វីតាមីន2ប្រភេទដែលល្អសម្រាប់សុខភាពប្រសិនណាអ្នកញ៉ាំវាបានត្រឹមត្រូវក៏ប៉ុន្តែវាធ្វើឲ្យប៉ះពាល់ដល់សុខភាពណាស់បើចេះតែញ៉ាំលើសកំណត់ឬក៏រាងកាយមិនខ្វះវីតាមីននេះតែបែរជាចេះតែញ៉ាំតាមគេថាល្អចំពោះសុខភាពក៏នាំឲ្យមានផលប៉ះពាល់ទៅដល់សុខភាពផងដែរនេះបើយោងតាមរយៈប្រភពរបស់ Headline ទី1វីតាមីន C វីតាមីន C នេះគឺមានច្រើននៅក្នុងបន្លែផ្លែឈើបើនិយាយអំពីអត្ថប្រយោជន៍វិញគេទទួលស្គាល់ថាមានប្រយោជន៍ចំពោះសុខភាពច្រើនអត្ថប្រយោជន៍ទាំងនោះមានដូចជាជំនួយខួរក្បាលជំនួយឆ្អឹងសម្រស់បង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយរួមទាំងអត្ថប្រយោជន៍ជាច្រើនទៀតក៏ប៉ុន្តែនៅក្នុងករណីអ្នកញ៉ាំវីតាមីន C លើសកំណត់អាចបង្កផលប៉ះពាល់ជាច្រើនដូចជាក្រពះពោះវៀនអួតចង្អោររាគនិងប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហាររបស់អ្នកផងដែរមួយវិញទៀតវីតាមីន C ក៏បង្កជាផលប៉ះពាល់ដល់សុខភាពអ្នកញ៉ាំជាច្រើនទៀតអាចលើសជាតិដែកនៅក្នុងខ្លួនឬការទទួលទានវីតាមីន C អាចបង្កផលប៉ះពាល់ដល់សរីរាង្គខាងក្នុងដូចជាថ្លើមលំពែងបេះដូងប្រព័ន្ធប្រសាទកណ្ដាលគ្រោះក្នុងតម្រងនោមជាដើមទី2វីតាមីន D វីតាមីន D អាចជួយដល់សុខភាពអ្នកជាច្រើនក៏ប៉ុន្តែប្រសិនណាអ្នកញ៉ាំច្រើនលើសកំណត់អាចបង្កជាគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកដូចគ្នាមានដូចជាការពិបាករំលាយអាហារដូចជាអួតចង្អោរទល់លាមកនិងឈឺក្រពះអស់កម្លាំងវិលមុខស្រវាំងភ្នែកនិងច្របូកច្របល់បាត់បង់ចំណង់អាហាររបួសតម្រងនោមសម្ពាធឈាមនិងភាពមិនប្រក្រតីនៃបេះដូងការខាសជាតិទឹកដូចនេះប្រសិនណាអ្នកញ៉ាំមិនដឹងពីបរិមាណរបស់វាត្រឹមត្រូវគឺអាចបង្កជាគ្រោះថ្នាក់ដូចបានរៀបរាប់ខាងលើបានអាស្រ័យហេតុនេះហើយប្រសិនណាអ្នកចង់ញ៉ាំត្រូវពិភាក្សាជាមួយនឹងគ្រូពេទ្យជំនាញឲ្យបានត្រឹមត្រូវជៀសវាងការញ៉ាំតាមគេតាមឯងព្រោះរាងកាយរបស់មនុស្សម្នាក់ៗខុសៗគ្នាមិនអាចចេះតែញ៉ាំបានបរិមាណដូចគ្នានោះឡើយ